អ្នកកាសែតចុងខ្ពស់របស់សារព័ត៌មាន The Council បានចេញមកថ្កោលទោសទង្វើអមនុស្សធម៌និងជាការរំលោភសិទ្ធិមនុស្សដល់សិទ្ធិពលរដ្ឋកម្ពុជាពីសំណាក់ក្រមយោធាថៃរួមនឹងបុគ្គលដែលមានឈ្មោះល្បីនៅក្នុងបណ្ដាញសង្គម Social Media ដែលខ្មែរស្គាល់ច្បាស់ថាជាស្ថាបនិកឡានដឹកលាមកដោយអត់ទ្រាំនឹងទង្វើដ៏ឆ្កួតឌីលារបស់យោធាថៃមកលើពលរដ្ឋកម្ពុជាពិសេសសិទ្ធិរស់នៅដោយការចាក់សម្លេងរំខានមិនបងអងយូលោកប្រវិតរ៉ូចាណាហ្វ្រុកដែលជាអ្នកកាសែតចុងខ្ពស់របស់សារព័ត៌មាន The Council បានចេញមុខថ្កោលទោសទង្វើអមនុស្សធម៌និងបានរំលោភលើសិទ្ធិរបស់ពលរដ្ឋកម្ពុជារបស់ក្រមយោធាថៃរួមដៃជាមួយនឹងក្រុមបុគ្គលកាន់ចំបលាំងស្ថាបនិកឡានដឹកលេបួកដែលស្រែកឃ្លានចង់បានការ like ការ share និងចង់បាន view ដើម្បីរកលុយតាមអនឡាញនិងបានអំពាវនាវឲ្យរដ្ឋាភិបាលរបស់លោកអនុទីនមានចំណាត់ការនិងចាត់វិធានការហាមឃាត់ទង្វើរបស់បុគ្គលនេះជាបន្ទាន់នៅខាងក្រោមនេះគឺជាសេចក្តីអំពាវនាវរបស់លោកប្រវិតរ៉ូចាណាហ្វ្រុកដែលមានខ្លឹមសារថាខ្ញុំសូមអំពាវនាវទៅដល់រដ្ឋាភិបាលលោកអនុទីនឲ្យចាត់វិធានការជាបន្ទាន់ដើម្បីហាមឃាត់រឿងការបើកសម្លេងខ្មោចលងតាមបណ្ដោយព្រំដែនដែលធ្វើឡើងដោយក្រុមអ្នកមានឥទ្ធិពលលើ Social Media កាន់ចំបលាំងស្ថាបនិកឡានដឹកលាមកទង្វើនេះមិនត្រឹមតែជាការរំលោភបំពានសិទ្ធិនៅក្នុងការសម្រាកនៅពេលរាត្រីដោយសុខសាន្តរបស់ពលរដ្ឋនៅត្រើយមកខាងប៉ុណ្ណោះទេហើយវាក៏ជាសង្គ្រាមចិត្តសាស្ត្រដែលគ្មានការចាំបាច់ដែរលោកបន្តថាថ្មីនេះបញ្ហាដ៏ឆ្កួតឌីលារបស់ក្រុមទាហាននិង influencer ចំបលាំងគឺត្រូវបានគេប្តឹងរហូតដល់អង្គការសហប្រជាជាតិឬក៏ UN រួចទៅហើយផងដែរនៅក្នុងសំណេរចុងក្រោយរបស់លោកប្រវិតរ៉ូចាណាហ្វ្រុកគឺស្នើសូមកុំឲ្យប្រទេសថៃក្លាយជាទីលេងសើចនៅក្នុងក្រសែភ្នែករបស់ពិភពលោកដោយសារតែចំណីត្រីស្អុយឬមនុស្សអាក្រក់តែប៉ុន្មានអ្នកប៉ុណ្ណោះពិសេសមិនគួរទាហាននិងអ្នកនយោបាយថៃទៅតាក់ទងឬក៏ជាប់ពាក់ព័ន្ធជាមួយនឹងក្រុម influencer កាន់ចំបលាំងដែលមើលទៅគេថាថៃគឺជាប្រទេសកូនក្មេងដែលមិនគ្រប់ទឹកនៅលើក្រសែភ្នែករបស់អន្តរជាតិសូមជម្រាបផងដែរតាក់ទងនឹងទង្វើចាក់សម្លេងរំខាននេះដែរសមាជិកព្រឹទ្ធសភារបស់ថៃត្រកូលអាប់ឌុលគឺលោកជំទាវអង្កាណាណែលផៃចិតអាប់ឌុលសមាជិកព្រឹទ្ធសភាប្រទេសថៃបានហៅសកម្មភាពដែលថៃកំពុងធ្វើនេះគឺកំពុងតែរំលោភយ៉ាងធ្ងន់ធ្ងរទៅលើបទឈប់បាញ់និងបំពានលើគោលការណ៍ធម្មនុញ្ញនៃអង្គការសហប្រជាជាតិលោកស្រីថាតើថៃនឹងយកមុខទៅទុកឯណានៅពេលដែលអង្គការសហប្រជាជាតិសួរនាំអំពីបញ្ហានេះ